បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងពេលវេលានេះដែរគឺនេះគឺជាកម្មវិធីហើយចំនួនរៀបចំទៅឲ្យចំនួនការប្អូនហើយនេះគឺសុំសណ្ដាឡើងហើយគេហៅថាសុំរៀបចំពិធីកាត់របងជ័យដើម្បីចូលទៅក្នុងផ្ទះនេះបងប្អូនហ្នឹងហើយនេះគឺជាកូនកំឡោះហើយនឹងឪពុកម្ដាយខាងកូនកំឡោះនៅឈររងចាំនៅកន្លែងខ្លោងទ្វារដើម្បីរងចាំកូនកំមុំរៀបចំចេញមកពីក្នុងផ្ទះហ្នឹងហើយដើម្បីមកទទួលយកនៅផ្កាស្លាហើយនេះគឺលោកចាយ៉ាត់ហ្នឹងហើយហើយនេះបងប្អូនហើយអ្នកភ្លេងក៏ចាប់ផ្ដើមច្រៀងហៅកូនក្រមុំមកហើយហ្នឹងហើយហើយនេះគឺកូនក្រមុំកំពុងតែដឹកដៃដោយចេញយ៉ាងគឺកំពុងតែដឹកដៃចេញមកហើយហ្នឹងហើយតាមផ្លូវពិតជាស្រស់ស្អាតកូនក្រមុំហ្នឹងហើយហើយនេះគឺកំពុងតែធ្វើដំណើរមកបន្តិចអ្នកដឹកដៃទៅហើយនេះអ្នកកំដរកាន់ផ្កាកាន់អីនេះហ្នឹងហើយហើយនេះអ្នកភ្លេងក៏ពេលតែកាត់ដៃហើយកាត់របងជ័យហើយអីហើយរួចរាល់ហើយគឺចាប់ផ្ដើមច្រៀងនាំកូនកំមុំកូនកំឡោះគេហៅថាផ្កាស្លាចូលក្នុងផ្ទះហ្នឹងហើយនេះគឺកូនកំមុំកូនកំឡោះចាប់ផ្ដើមរៀបចំមកហើយហ្នឹងហើយហើយនេះគឺជាពិធីមួយទៀតគេហៅថាពិធីកាត់សក់បង្កក់សេរីនេះគឺអ៊ំបាត់ចាស់គាត់កំពុងតែដឹកដៃរៀបចំកន្លែងកាត់សក់បង្កក់សេរីសួស្តីកូនប្រុសកូនស្រីក្នុងថ្ងៃមង្គលការហ្នឹងហើយនេះគឺជាអ្នកថតក៏រៀបចំប្រាប់ថាកាត់កាន់កន្ត្រៃមាសកន្ត្រៃប្រាក់ហើយរបៀបម៉េចគឺរៀបចំកាត់ហ្នឹងហើយនេះដែរគឺកាត់រួចរាល់ហើយអីហើយអស់ហ្នឹងហើយនេះគឺជាបងរៀបចំឡើងកាត់សក់អូនហ្នឹងហើយសិតជាមួយគ្រូសាឡើងកាត់តែអត់អាចបានថតទាំងអស់ទេពួកច្រើនចឹងហើយថតកាត់ខ្លីៗឆាប់ចប់ហ្នឹងហើយតទៅពេលយើងកាត់សក់រួចរាល់ហើយគឺគេចាប់ផ្ដើមហើយដើរកលឹងជុំប្រតិជុំ3ជុំនិងរៀបចំបំពល់7ហ្នឹងហើយរៀបចំ7អីហើយនេះគឺខ្ញុំតលកំពុងតែឡើងកាត់ដែរហ្នឹងហើយក្រោយគេបិទគូតហ្នឹងហើយបើអ្នកកំដរវិញកំពុងតែបក់ដោយម្របឡើងកំពុងតែគាត់ក្តៅគាត់ក្នុងបន្ទប់ក្នុងរោងហ្នឹងហើយកំពុងតែកណ្ដើមគ្នាបក់ម្ដងម្នាក់ហ្នឹងហើយអ្នកកាន់ផ្តិលគាត់ថាអូយហត់មកចប់គាត់បន់ឲ្យតែចប់ទេព្រោះញើសហូរហ្នឹងហើយពងហាលមានដែរតែវាក្តៅហ្នឹងហើយគឺមានតែប៉ុណ្្នឹងទេចាប់ហើយបងប្អូនអរគុណច្រើន